រឿងបាទថ្មីទៀតហើយបាទអ្នកស្រីបាសេឡាបាទអេបាណាបាទដែលជាបាទម្ដាយបាទរបស់បាទឡាមីនយ៉ាម៉ាល់បងប្អូនយើងបាទឥឡូវនេះកំពុងបាទតែបាទត្រៀមបាទនៅបាទរៀបចំបាទពិធីបាទជប់លៀងនៅក្នុងទីក្រុងឡុងបងប្អូនយើងបាទដែលធ្វើឡើងនៅទីបាទ7នេះឯងបាទហើយបាទលោកស្រីដែលជាម្ដាយបាទរបស់បាទឡាមីនយ៉ាម៉ាល់ហ្នឹងគឺបាទមានការបាទលក់សម្បត្តិបាទគឺមួយសម្បត្តិបាទចាប់ពី150 អឺរ៉ូបាទរហូតដល់ទៅបាទ400 អឺរ៉ូបាទសម្រាប់បាទ fan ដែលចង់បាទញ៉ាំបាយបាទជាមួយម្ដាយបាទរបស់បាទឡាមីនយ៉ាម៉ាល់បាទហើយបាទចំនួនសម្បត្តិនេះបាទគឺបាទមានត្រឹមតែ400សម្បត្តិទេអ្នកដែលថាចង់ញ៉ាំបាយហ្នឹងគឺអាយុចាប់ពីបាទ18បាទឆ្នាំមកឡើងទៅបាទអូយបាទគេថាម្ដាយឡាមីនយ៉ាម៉ាល់នេះគេថាបាទរកលុយគ្រប់ច្រកណាបាទបាទហើយសម្រាប់បាទការបាទញ៉ាំបាយថ្ងៃហ្នឹងបាទគឺបាទឡាមីនយ៉ាម៉ាល់ប្រហែលជាមិនអាចចូលរួមបានទេបាទអញ្ចឹងបាទអាចថាបាទមានតែម្ដាយរបស់បាទឡាមីនយ៉ាម៉ាល់ទេបាទអញ្ចឹងចាំមើលបាទតើថ្ងៃហ្នឹងបាទនឹងមានបាទអ្នកគ្រប់ត្រូលបាទទៅចូលរួមទេបាទឬក៏យ៉ាងម៉េចដែរបងប្អូនយើងបាទនេះគឺបាទថ្មីទៀតហើយបាទសម្រាប់បាទគ្រួសារបាទរបស់បាទឡាមីនយ៉ាម៉ាល់